វត្តភ្នំព្រះវិហារបូជនីយដ្ឋានសាសនានិងធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងស្រុកបាធាយវត្តភ្នំព្រះវិហារគឺជាទីអារាមដ៏មានសក្តានុពលមួយនៅក្នុងផ្នែកជំនឿសាសនានិងទេសចរណ៍ធម្មជាតិដែលស្ថិតនៅក្នុងភូមិភ្នំវិហារអតីតភូមិបឹងវែងឃុំតាំងក្រសាំងស្រុកបាធាយខេត្តកំពង់ចាមទីអារាមនេះមិនត្រឹមតែជាទីកន្លែងសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានទេសភាពដ៏ស្រស់ស្អាតអមដោយរុក្ខជាតិបៃតងខ្ចីបែបបទនៃការធ្វើដំណើរសម្រាប់ពុទ្ធបរិស័ទឬភ្ញៀវទេសចរដែលចង់អញ្ជើញមកទស្សនានៅតំបន់មួយនេះគឺចេញដំណើរពីរាជធានីភ្នំពេញអាចធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6A ដោយឆ្លងកាត់សាលាស្រុកបាធាយរហូតដល់ផ្សារផ្អៅនៅត្រង់ចំណុចផ្សារផ្អៅត្រូវបាត់ឆ្វេងរួចបន្តដំណើរទៅត្រង់រហូតដល់ផ្សារទំនប់ថ្មីហើយបាត់ឆ្វេងម្ដងទៀតបន្តដំណើរទៅត្រង់រហូតដល់ភូមិស្ដុកធំលោកអ្នកនឹងបានឃើញក្លោងទ្វារមួយដែលមានឈ្មោះថាវត្តភ្នំព្រះវិហារពីក្លោងទ្វារនេះទៅការធ្វើដំណើរនឹងកាន់តែមានក្តីសុខព្រោះអមសងខាងផ្លូវទៅដោយវាលស្រែពណ៌ខៀវបៃតងខ្ចីនិងធម្មជាតិដ៏បរិសុទ្ធរហូតដល់ឆ្លងកាត់ភូមិក្រដាសយើងនឹងទៅត្រង់រហូតដល់ទីអារាមតែម្ដងសមិទ្ធផលនិងទិដ្ឋភាពក្នុងបរិវេណវត្តនៅពេលដែលឈានជើងចូលដល់ក្នុងបរិវេណវត្តអារម្មណ៍ដំបូងដែលទទួលបានគឺភាពត្រជាក់ត្រជុំនិងស្រស់ស្រាយមានស្រះទឹកធំមួយដែលទើបនឹងជីកថ្មីអមដោយរូបសំណាកព្រះនាងគង់ហ៊ីងដែលតំណាងឲ្យក្តីមេត្តាករុណាព្រះពុទ្ធបដិមាចូលនិព្វាននៅឯជើងភ្នំព្រះវិហារមានតម្កល់បដិមាអង្គបរិនិព្វានយ៉ាងធំស្កឹមស្កៃគួរជាទីជ្រះថ្លាវត្តមានមហាកុដដ៏ប្រណិតសម្រាប់ជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃនិងការរៀបចំកម្មវិធីសាសនាផ្សេងៗទិដ្ឋភាពនៅលើកំពូលភ្នំនិងជើងភ្នំអ្វីដែលជាចំណុចទាក់ទាញបំផុតនោះនៅលើកំពូលភ្នំកាលបើក្រឡេកទៅមើលកំពូលភ្នំយើងនឹងឃើញព្រះវិហារដ៏ធំមួយដែលក្នុងនោះមានតម្កល់ព្រះសិអាមេត្រីនិងព្រះពុទ្ធបដិមាជាច្រើនអង្គទៀតជើងភ្នំនៅផ្នែកខាងក្រោមនៃភ្នំមានព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃដែលមានកម្ពស់រហូតដល់15ម៉ែត្រអមដោយរូបសំណាកព្រះសាវកចំនួន500អង្គដែលត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយប្រវត្តិនិងការកសាងសមិទ្ធផលដ៏អស្ចារ្យទាំងអស់នេះគឺកើតចេញពីប្រតិខិតខំប្រឹងប្រែងរបស់ព្រះអង្គគ្រូចៅអធិការវត្តរួមជាមួយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយវត្តភ្នំព្រះវិហារមានប្រវត្តិយូរលង់ណាស់មកហើយតាំងពីសម័យបុរាណហើយត្រូវបានបន្តកសាងនិងអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់មានសោភ័ណភាពដូចបច្ចុប្បន្ននេះវត្តភ្នំព្រះវិហារមិនត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌វិន័យប៉ុណ្ណោះទេប៉ុន្តែគឺជាគោលដៅទេសចរណ៍បែបសាសនាដ៏សំខាន់សម្រាប់អ្នកដែលចង់ស្វែងរកភាពស្ងប់សុខផ្លូវចិត្តនិងទស្សនីយភាពអស្ចារ្យនៃសិល្បៈពុទ្ធសាសនាខ្មែរផងដែរ